một mũi cứ đó khi giờ màu mình chóp đó nâng màu chập đàm về nút dương khơi tha miền trầm luôn đọc phí bấy sản phẩm tham bất đọc phí ní cứ vì mình mèn thế mình là phồn nạp màu chắc là bây cầm oi mình cài vô cho lóm cứ dương format để bạn ní và cái dương giờ tay này tí vị tì và những ai phải chờ phục máy chúng đã theo vị như tì mà chắc như khơi tha còn dưới bạn ở dạ về 7 tí nâng xàm sập vị tì bạn tôi một tiết mà sầm nuôi thì pi cái xua là chỗ kẹn ní nằm lấy Sivaในการនិយាយទូរស័ព្ទvào tạiជនម្នាក់បាទប្រសិនបើគាត់និយាយអស់3នាទី30វិនាទីអញ្ចឹងធ្វើថាតើគាត់ទៅចំណាយតម្លៃថ្លៃនិយាយទូរស័ព្ទប្រមាណបើក្រុមហ៊ុនគិត1នាទី5សេនបាទអញ្ចឹងកន្លែងនេះយើងមិនអាចស្មើយើងមិនអាចយកចំនួនរយៈពេលដែលគាត់និយាយនេះមកគុណនេះបានទេបាទអ្នកទាំងអស់នេះមានតែឃើញរូបមន្តនៅលំហាត់ចាស់ឲ្យតែយើងទៅជាតម្រងម៉ោងបែបនេះគឺយើងដាច់ខាតយករូបមន្តម៉ោងនាទីវិនាទីមកប្រើអញ្ចឹងករណីនេះដោយសារតែគេគិតតែនាទីនិងវិនាទីយើងយករូបមន្តនាទីតែម្ដងបាទគឺមីនុតនៃរយៈពេលដែលគាត់និយាយគុណនឹងតម្លៃ5សេនក្នុង1នាទីហើយបូកនឹងវិនាទីចំនួនវិនាទីដែលគាត់និយាយហើយគុណនឹង5សេនហើយចែកនឹង60បាទគឺយើងប្រើរូបមន្តបែបនេះបាទជីអ្នកទី1គាត់ចំណាយអស់18សេនអ្នកទី2ទី3ទី4ចឹងគឺចំណាយទៅតាមរយៈពេលដែលគាត់និយាយអស់ច្រើនគឺនឹងអស់ច្រើនដូចគ្នាបាទចឹងសង្ឃឹមថានៅកន្លែងនេះអ្នកទាំងអស់គ្នាពិតជាមិនមានបញ្ហាអ្វីទេបាទហើយខ្ញុំនឹងមានកាដូសម្រាប់អ្នកទាំងអស់គ្នាបន្ទាប់ពីអ្នកទាំងអស់គ្នាយល់លំហាត់នេះបាទសូមធ្វើលំហាត់នេះតែម្ដងបាទនេះគឺតកតងនឹងការនិយាយទូរស័ព្ទទៀតហើយបាទចឹងនៅក្នុងនេះគឺដាក់ឈ្មោះដដែលរយៈពេលដែលគាត់ចាប់ដើមនិយាយបញ្ចប់រយៈពេលគឺយើងគណនាធម្មតាគណនាឲ្យប៉ុន្តែយើងឃើញមានប្រអប់មួយដែលលើសនៅខាងលើមិញនេះយើងអត់មានទេប៉ុន្តែនៅខាងក្រោមនេះគេមានប្រអប់មួយដែលកំណត់តកតងការនិយាយឆ្លងប្រព័ន្ធនៅក្នុងប្រព័ន្ធហើយប្រធានរបស់គេបាននិយាយថាចូលគណនាតម្លៃសេវានៃការនិយាយទូរស័ព្ទរបស់អតិថិជនម្នាក់ដោយដឹងថាប្រសិនបើគាត់និយាយក្នុងប្រព័ន្ធគឺគេតម្លៃ1នាទី5